អស់លោកស្រីប្រិយមិត្តកំពុងស្ដាប់កម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរកម្មវិធីយើងខ្ញុំមានបេតិសោមនស្សយ៉ាងខ្លាំងដោយលោកអ្នកបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់កម្មវិធីរបស់យើងខ្ញុំកម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរផ្ដល់សារៈប្រយោជន៍ដល់លោកអ្នកឲ្យស្គាល់ព្រះជាម្ចាស់និងលូតលាស់ខាងជំនឿរហូតលោកអ្នកអាចបង្កើតផលផ្លែជាប់លាប់ថ្វាយព្រះអង្គម្ចាស់បានយើងខ្ញុំសង្ឃឹមថាកម្មវិធីថ្ងៃនេះពិតជានាំមកនៅព្រះពរណាមួយដល់លោកអ្នកជាមិនខានអស់លោកស្រីនិងបងប្អូនស្ងួនភ្ងាជាទីស្រឡាញ់ក្នុងព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទថ្ងៃនេះយើងសិក្សាព្រះគម្ពីរលេវីវិន័យជំពូក21និង22ជីវិតរបស់សង្ឃត្រូវមានភាពបរិសុទ្ធជានិច្ចសង្ឃត្រូវមានលក្ខណៈគ្រប់ទាំងរូបសម្បត្តិទាំងចរិយាសម្បត្តិប៉ុន្តែនៅលើលោកនេះកម្រមានសង្ឃដែលមានលក្ខណៈសម្បត្តិទាំងរូបទាំងចរិយាណាស់ដូច្នេះហើយបានជាព្រះគ្រីស្ទយាងមកសុគតជំនួសមនុស្សមានបាបអ្នកណាដែលជឿដល់ព្រះអង្គអ្នកនោះមាននាទីជាសង្ឃលួងរបស់ព្រះជាម្ចាស់ព្រះវិញ្ញាណបរិសុទ្ធជាអង្គដែលផ្ដល់ចេស្តាឲ្យពួកសង្ឃលួងរបស់ព្រះអាចរស់នៅក្នុងភាពបរិសុទ្ធបានរឿងនេះជាអាកំបាំងអ្នកជឿទើបយល់បានដើម្បីសិក្សាព្រះគម្ពីរឲ្យបានស៊ីជម្រៅយើងខ្ញុំសូមអញ្ជើញលោកអ្នកត្រៀមបក្កានិងសៀវភៅស្រង់ចំណុចគន្លឹះដែលលោកគ្រូគង្វាលគង់ផនឆុនបកស្រាយដូចតទៅជំពូក21និងជំពូក22ជាវិន័យដែលព្រះជាម្ចាស់ប្រទានមកសម្រាប់ពួកសង្ឃត្រូវរស់នៅក្នុងភាពបរិសុទ្ធជានិច្ចបច្ចុប្បន្នព្រះជាម្ចាស់ហៅពួកអ្នកជឿដល់ព្រះយេស៊ូវថាជាពួកសង្ឃលួងក្នុងឋានៈជាសង្ឃអ្នកជឿមានសិទ្ធិចូលទៅដល់បល្ល័ង្កនៃព្រះគុណរៀងរាល់ថ្ងៃតាមរយៈព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដោយសារសង្ឃលួងមានសិទ្ធិខ្ពស់ដូច្នេះហើយបានជាព្រះអង្គទាមទារឲ្យសង្ឃលួងគ្រប់រូបរស់នៅដោយមានភាពបរិសុទ្ធជានិច្ចក្នុងជីវិតរបស់ខ្លួនអ្នកជឿគ្រប់រូបមានលទ្ធភាពអាចរស់នៅក្នុងភាពបរិសុទ្ធបានដោយសារព្រះវិញ្ញាណបរិសុទ្ធដែលគង់ជាមួយសាវកពេត្រុសមានប្រសាសន៍ថាតែអ្នករាល់គ្នាជាពូជជ្រើសរើសជាពួកសង្ឃលួងជាសះបរិសុទ្ធជារាជដ៏ជាគេអករនៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានសម្ដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ពេត្រុសខ្សែទី1ជំពូក2ខ9ដល់ខ10សង្ឃលួងគ្រប់រូបត្រូវប្រុងប្រយ័ត្នពេលទទួលនាទីអ្វីមួយនៅក្នុងក្រុមជំនុំកាលណាក្រុមជំនុំលើកលោកអ្នកឲ្យមាននាទីខ្ពស់ជីវិតរស់នៅរបស់លោកអ្នកត្រូវមានសីលធម៌ខ្ពស់ដូចមុខនាទីដែរបើសិនជាមាននាទីខ្ពស់តែរស់នៅក្នុងជីវិតស្មោកគ្រោកទាំងមិនចេះទទួលខុសត្រូវជននោះមិនសមជាអ្នកទទួលតួនាទីខ្ពស់នៅក្នុងក្រុមជំនុំរបស់ព្រះយេស៊ូវទេខ្ញុំសូមរំលឹកម្ដងទៀតថានៅក្នុងមេរៀននេះយើងសិក្សាអំពីវិន័យសម្រាប់ពួកសង្ឃឯគម្រោងមេរៀននៅក្នុងជំពូក21មានដូចខាងក្រោមនេះ1ភាពស្មោកគ្រោករបស់ពួកសង្ឃធ្វើឲ្យខូចពូជពង្សខ1ដល់ខ15 2លក្ខណៈមិនគ្រប់គ្រាន់សម្រាប់ធ្វើជាសង្ឃខ16ដល់ខ24ឥឡូវយើងសិក្សាអំពីភាពស្មោកគ្រោករបស់ពួកសង្ឃដែលធ្វើឲ្យខូចពូជពង្សខ្ញុំអានគម្ពីរលេវីវិន័យជំពូក21ខ1ដល់ខ3ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកសង្ឃគឺជាពួកកូនអេរ៉ុនថាមិនត្រូវឲ្យអ្នកណាមួយនាំឲ្យខ្លួនសៅហ្មងដោយព្រោះខ្មោចស្លាប់នៅក្នុងពួកញាតិសន្តានរបស់ខ្លួនឡើយលើកទៅដោយព្រោះសាច់ញាតិដែលជិតដិតចេញគឺម្ដាយឬឪពុកឬកូនប្រុសកូនស្រីឬបងប្អូនប្រុសរបស់ខ្លួនប៉ុណ្ណោះហើយដោយព្រោះបងប្អូនស្រីនៅកមុំជាសាច់ញាតិជិតដិតដែលមិនទាន់មានប្តីនោះនឹងនាំឲ្យខ្លួនសៅហ្មងដោយព្រោះខ្មោចនាងនោះបានដែរបើមានសាច់ញាតិជិតដិតណាមួយស្លាប់សង្ឃអាចទៅសម្ដែងមរណទុក្ខជាមួយនឹងសាច់ញាតិរបស់ខ្លួនដោយប៉ះពាល់សពទាំងនោះបានការប៉ះពាល់សពរាប់ថាជាសេចក្តីស្មោកគ្រោកប៉ុន្តែក្នុងករណីនេះសង្ឃអាចធ្វើឲ្យខ្លួនស្មោកគ្រោកដោយសារប៉ះពាល់សពសាច់ញាតិជិតដិតបាន
ចំណែកមនុស្សដទៃទៀតក្រៅពីសាច់ញាតិរបស់ខ្លួនសង្ឃអាចសម្ដែងមរណទុក្ខបានដែរតែមិនត្រូវប៉ះពាល់ដល់សពទាំងនោះឡើយខ4ពួកសង្ឃជាមេលើសាសរបស់ខ្លួនដូច្នេះមិនត្រូវធ្វើអ្វីនឹងនាំឲ្យខ្លួនសៅហ្មងឲ្យបានទៀបថោកវិញឡើយពួកសង្ឃជាមេរបស់ពួកបណ្ដាជនជីវិតរបស់ពួកសង្ឃត្រូវមានភាពបរិសុទ្ធលើសពីបណ្ដាជនធម្មតាដូច្នេះហើយបានជាគ្រូកង្វៀលអ្នកចាស់ទុំគ្រូបង្រៀនព្រះបន្ទូលព្រះគ្រប់គ្នានិងអ្នកមាននាទីដឹកនាំគ្រិស្តបរិស័ទមិនត្រូវធ្វើអ្វីតាមទំនឹងចិត្តរបស់ខ្លួនទេយើងមិនត្រូវទៅកន្លែងណាឬនិយាយអ្វីឬប្រព្រឹត្តអ្វីមួយដែលធ្វើឲ្យអ្នកដទៃធ្លាក់ទឹកចិត្តដោយសារយើងឡើយព្រះជាម្ចាស់ឲ្យយើងទទួលខុសត្រូវនៅចំពោះព្រះអង្គផ្ទាល់ពេលណាព្រះអង្គលើកយើងឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំរបស់ព្រះអង្គហើយខ5មិនត្រូវឲ្យគេធ្វើទំពេកនៅលើក្បាលឬកាត់តម្រឹមពុកមាត់ឬឆូតស្បែកខ្លួនឡើយគម្ពីរនេះមិនបានហាមថាអ្នកដែលឆក់មិនអាចធ្វើជាអ្នកដឹកនាំក្រុមជំនុំបានទេបើយ៉ាងដូច្នោះមែនខ្ញុំមិនអាចអធិប្បាយបាននៅក្នុងពេលឥឡូវនេះឡើយគម្ពីរនេះគ្រាន់តែហាមថាបើមានសក់កុំអោយធ្វើខ្លួនឲ្យទំពេកខ6ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួនហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយត្បិតគេថ្វាយដង្វាយដុតគឺជាព្រះស្ងោយនៃព្រះយេហូវ៉ាជាព្រះរបស់គេហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធត្រង់នេះសង្ឃអាចចូលរួមមរណទុក្ខបានតែត្រូវធ្វើឲ្យសមជាអ្នកដែលថ្វាយដង្វាយដុតសម្រាប់ព្រះស្ងោយនៃព្រះសង្ឃរាល់រូបត្រូវសម្ដែងលក្ខណៈថ្លៃថ្នូរនិងដឹងខ្នាតក្នុងនាមខ្លួនជាទូតរបស់ព្រះបច្ចុប្បន្នអិស្រាអែលជនដែលទទួលនាទីធ្វើជាទូតរបស់ព្រះនៅក្នុងក្រុមជំនុំក៏យ៉ាងដូចនេះដែរព្រះបន្ទូលរបស់ព្រះបង្គាប់យើងថាត្បិតគួរឲ្យអ្នកដែលត្រួតត្រាបានឥតសៅហ្មងដូចជាអ្នកជំនួយរបស់ព្រះដែរមិនត្រូវឲ្យមានចិត្តមានះឆាប់ខឹងចំណូលស្រាច្រឡោតឬស៊ីសំណោកឡើយត្រូវមានចិត្តចៅរៅស្រឡាញ់ការល្អមានចិត្តធ្ងន់ធ្ងរហើយសុចរិតបរិសុទ្ធដឹងខ្នាតវិញគម្ពីរទីតូសចំពុក1ខ7ដល់ខ8ឥឡូវនេះខ7និងខ8នៅក្នុងគម្ពីរលីវេវិន័យចំពុក21គេមិនត្រូវយកស្ត្រីណាដែលជាស្រីសម្ផឹងដែលបានខូចសេចក្តីបរិសុទ្ធហើយធ្វើជាប្រពន្ធឡើយក៏មិនត្រូវយកស្ត្រីដែលប្តីលែងដែរត្បិតគេបរិសុទ្ធដល់ព្រះនៃគេដូច្នេះត្រូវឲ្យរាល់គ្នាញែកគេចេញឲ្យផុតត្បិតគេថ្វាយព្រះស្ងោយរបស់ព្រះនេះឯងហើយឯងត្រូវរាប់គេជាបរិសុទ្ធដែរត្បិតអញនេះគឺព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធអញបរិសុទ្ធអិស្រាអែលជនដែលទទួលនីតិខ្ពស់នៅក្នុងក្រុមជំនុំត្រូវយកចិត្តទុកដាក់ជាទីបំផុតដល់ខគម្ពីរដែលសម្ដែងខាងលើខគម្ពីរសម្ដែងខាងលើតាក់ទងជាមួយនឹងមនុស្សស្រីប្រុសដែលលែងប្តីប្រពន្ធតើបុគ្គលទាំងនេះមានសិទ្ធិធ្វើជាអ្នកបម្រើព្រះឬជាបេសកជនបានដែរឬទេខ្ញុំមិនអាចឆ្លើយសំណួរនេះជាលក្ខណៈច្បាប់ទូទៅបានទេប៉ុន្តែការសម្រេចចិត្តទទួលយកអ្នកដែលលះលែងប្តីប្រពន្ធមកធ្វើជាអ្នកបម្រើព្រះអង្គត្រូវសម្រេចពីករណីមួយទៅករណីមួយចំពោះខ្ញុំមានជំហរថាបើរកឃើញថាអ្នកលះលែងប្តីប្រពន្ធនោះគ្រាន់តែជាជនរងគ្រោះក្នុងការលះលែងប្តីប្រពន្ធទេខ្ញុំយល់ថាអ្នកនោះមានសិទ្ធិបម្រើព្រះអង្គនិងអាចធ្វើជាបេសកជនបានប៉ុន្តែខ្ញុំសូមដាស់តឿនដល់ជនដែលធ្លាប់លះលែងប្តីប្រពន្ធរួចហើយមកទទួលនីតិខ្ពង់ខ្ពស់នៅក្នុងក្រុមជំនុំគេតែងតែរិះគន់ដល់លោកអ្នកបងប្អូនជាមិនខានលោកអ្នកបងប្អូនត្រូវពង្រឹងជំហររបស់ខ្លួនដោយពឹងអាំងលើអំណាចជាស្ដៅនៃព្រះបន្ទូលដើម្បីឲ្យបងប្អូនអាចឈរបានប្រសើរជាងជីវិតកាលដែលយើងមិនទាន់ទទួលនីតិជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំខ9បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួនដោយធ្វើជាសម្ផឹងនោះបានបង្អាប់ដល់ពុកហើយត្រូវទៅដុតវានឹងភ្លើងទៅហេតុអ្វីបានជាត្រូវធ្វើដល់កូនស្រីរបស់សង្ឃធ្ងន់ធ្ងរដល់ម្លេះកូនស្រីត្រូវទទួលទោសធ្ងន់ធ្ងរពីព្រោះនាងបានបង្អាប់នាទីដែលឪពុកជាឥស្រាអែលជននៅក្នុងក្រុមជំនុំបច្ចុប្បន្នយើងមិនមែនយកកូនស្រីទៅដុតនៅក្នុងភ្លើងទាំងរស់ទេតែត្រូវធ្វើឲ្យនាងឆ្លងកាត់ការព្រានប្រដៅកម្រិតធ្ងន់ខ10ដល់ខ12ឯអ្នកណាដែលធ្វើជាសម្ដេចសង្ឃក្នុងពួកបងប្អូនរបស់ខ្លួនគឺជាអ្នកដែលគេបានចាក់ប្រេងតាំងនៅលើ
ក្បាលឡើងឲ្យបានស្លៀកសម្លៀកបំពាក់បរិសុទ្ធនោះមិនត្រូវបើកនៅក្បាលទទេឬហែកសម្លៀកបំពាក់របស់ខ្លួនឡើយក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរឬនាំឲ្យខ្លួនសៅហ្មងដោយព្រោះឪពុកឬម្ដាយខ្លួនឡើយមិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយត្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួនដែលសម្រាប់តាំងឡើងជាសង្ឃនៅលើក្បាលហើយអញនេះជាព្រះយេហូវ៉ាខនេះជាវិន័យសម្រាប់សម្ដេចសង្ឃព្រះជាម្ចាស់រើសតាំងសម្ដេចសង្ឃដើម្បីឲ្យមានលក្ខណៈបរិសុទ្ធសម្រាប់បម្រើការដល់ព្រះអម្ចាស់សម្ដេចសង្ឃត្រូវពាក់ក្បាំងនៅលើក្បាលដែលចារអក្សរថាបរិសុទ្ធថ្វាយព្រះយេហូវ៉ាពាក្យដែលចែងនៅលើក្បាំងនោះរំលឹកឲ្យសម្ដេចសង្ឃស្គាល់ពីទួនាទីរបស់ខ្លួនថាជាអ្នកបម្រើដល់ព្រះដ៏ខ្ពស់បំផុតព្រះជាម្ចាស់ចាក់ប្រេងតាំងលើព្រះអម្ចាស់យេស៊ូវគ្រីស្ទដើម្បីឲ្យមកទទួលសុគតនៅលើឈើឆ្កាងជំនួសមនុស្សមានបាបព្រះយេស៊ូវទាមទារឲ្យពួកសង្ឃរបស់ទ្រង់ដែលទទួលនាទីខ្ពស់ក្នុងក្រុមជំនុំត្រូវធ្វើតាមលំអានដែលទ្រង់បានបំពេញដែរខ13ដល់ខ15ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាកមុំនៅឡើយមិនត្រូវយកស្រីមីម៉ាយស្រីប្តីលែងស្រីខូចសេចក្តីបរិសុទ្ធឬស្រីសំផឹងឲ្យសោះគឺត្រូវយកស្រីកមុំពីពួកសាសរបស់ខ្លួនធ្វើជាប្រពន្ធវិញហើយមិនត្រូវឲ្យពូជពងរបស់ខ្លួនទៅជាទៀបថោកក្នុងសាសខ្លួនឡើយត្បិតអញនេះជាព្រះយេហូវ៉ាដែលញែកលោកចេញជាបរិសុទ្ធប្រពន្ធរបស់ពួកសង្ឃត្រូវរស់នៅក្នុងភាពថ្លៃថ្នូរដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ប្តីដែលទទួលជាឥស្សរជនជាន់ខ្ពស់នៅក្នុងក្រុមជំនុំដូច្នេះហើយបានជាព្រះអម្ចាស់ហាម5មិនឲ្យសង្ឃយកប្រពន្ធជាស្រីធ្លាប់ធ្វើស្រីពេស្យាជាស្ត្រីដែលប្តីលែងនោះទេខាងក្រោមនេះជាលក្ខណៈមិនគ្រប់គ្រាន់សម្រាប់ធ្វើជាសង្ឃខាងក្រោមជាវិន័យសម្រាប់ទប់ស្កាត់មនុស្សមិនឲ្យមកទទួលងារជាសង្ឃចំណុចនេះមិនមែនមានន័យថាមនុស្សដែលមានលក្ខណៈមិនគ្រប់គ្រាន់ធ្វើជាសង្ឃមិនអាចជឿដល់ព្រះអម្ចាស់យេស៊ូវបាននោះទេចំណុចនេះគ្រាន់តែមានន័យថាមនុស្សដែលមានលក្ខណៈមិនគ្រប់គ្រាន់មិនអាចធ្វើជាឥស្សរជនថ្នាក់ដឹកនាំរបស់ពួកអ្នកជឿទេឯលក្ខណៈសម្បត្តិរបស់មនុស្សដែលមិនគួរមកទទួលនីតិធ្វើជាអ្នកដឹកនាំពួកបរិសុទ្ធមានចែងដោយខាងក្រោមនេះខ16ដល់ខ21ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេឲ្យប្រាប់ដល់អារ៉ុនថាបើមានអ្នកណាក្នុងពួកកូនចៅឯងនៅអស់ទាំងតំណតរៀងទៅដែលវិកលវិការនោះមិនត្រូវចូលមកថ្វាយព្រះស្ងោយដល់ព្រះនៃខ្លួនឡើយត្បិតអ្នកណាដែលវិកលវិការនោះមិនត្រូវចូលមកជិតឡើយដូចជាមនុស្សខ្វាក់ឬខ្ញើចអ្នកណាដែលមានច្រមុះក្រពិតឬជើងដៃមិនស្មើគ្នាឬមនុស្សណាកំពួរដៃជើងដែលគោមឬទឿឬមានស្នាមអ្វីនៅភ្នែកឬកើតទិលល្មៅឬស្រែងឬពងខូចអ្នកណាដែលវិកលវិការក្នុងពូជអរុនដ៏ជាសង្ឃនោះមិនត្រូវចូលមកថ្វាយដង្វាយដុតនៃព្រះយេហូវ៉ាទេអ្នកនោះវិកលវិការហើយដូច្នេះមិនត្រូវចូលមកថ្វាយព្រះស្ងោយដល់ព្រះនៃខ្លួនឡើយហេតុអ្វីបានជាជនដែលមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់មិនអាចទទួលនាទីធ្វើជាអ្នកដឹកនាំដល់ពួកបរិសុទ្ធបានដំណើរនេះប្រៀបឧបមាដូចជាដង្វាយដែលយកមកថ្វាយដល់ព្រះអង្គដែរគេមិនត្រូវយកដង្វាយណាដែលខូចខាតមកថ្វាយដល់ទ្រង់ទេដង្វាយដែលថ្វាយដល់ទ្រង់ត្រូវមានភាពឥតខ្ចោះជានិច្ចដង្វាយនឹងអ្នកថ្វាយត្រូវមានលក្ខណៈបរិសុទ្ធទាំងចិត្តទាំងរូបកាយដង្វាយឥតខ្ចោះគឺតួអង្គព្រះយេស៊ូវទ្រង់មិនមានបាបសោះឯជីវិតរបស់ទ្រង់ក៏រស់ក្នុងភាពបរិសុទ្ធជាបណ្ដាច់ដូច្នេះហើយបានជាព្រះអង្គមានសិទ្ធិបំពេញតួនាទីជាសម្ដេចសង្ឃដ៏ខ្ពស់សម្រាប់យើងគ្រប់គ្នាខ22ដល់ខ23អ្នកនោះនឹងបានបរិភោគអាហាររបស់ព្រះនៃខ្លួនបានទោះទាំងដង្វាយបរិសុទ្ធឬដង្វាយបរិសុទ្ធបំផុតផងប៉ុន្តែអ្នកនោះវិកលវិការហើយបានជាមិនត្រូវចូលទៅឯវាំងនោនឬចិត្តអាសនាឡើយដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់អញត្បិតអញនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធខគម្ពីរខាងលើផ្ដល់សេចក្តីសង្ឃឹមដល់មនុស្សដែលមានរូបកាយមិនពេញខ្នាតបុគ្គលដែលមានរូបកាយមិនពេញខ្នាតមិនមានឯកសិទ្ធិបម្រើព្រះអង្គដូចអ្នកដទៃទេប៉ុន្តែបុគ្គលទាំងនោះមានសិទ្ធិចូលរួមទទួលអាហារពីកូនរបស់ព្រះអម្ចាស់យេហូវ៉ាព្រះជាម្ចាស់ផ្គត់ផ្គង់គ្រប់ទាំងសេចក្តីត្រូវការដល់មនុស្សដែលមានរូបកាយមិនពេញខ្នាតត្រង់នេះសូមឲ្យលោកអ្នកបងប្អូនដែលមានរូបកាយមិនពេញខ្នាតមានសេចក្តីសង្ឃឹមឡើងថាលោកអ្នក
អាចមានសិទ្ធិធ្វើជាកូនរបស់ព្រះជាម្ចាស់ដោយពេញលក្ខណៈបានឥឡូវជំពូក21បានចប់ហើយសូមយើងសិក្សាជំពូក22ជាបន្តទៅទៀតឯគម្រោងមេរៀននៃជំពូក22មាន2ចំណុច1ភាពស្មោកគ្រោករបស់សង្ឃបណ្ដាលពីជំងឺអាហារនិងខ្មោចខ1ដល់ខ6 2ការពិចារណាពីដង្វាយរបស់បណ្ដាជនខ17ដល់ខ33ដំបូងយើងសិក្សាអំពីភាពស្មោកគ្រោករបស់សង្ឃបណ្ដាលពីជំងឺអាហារនិងខ្មោចខ1ដល់ខ2ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាចូលប្រាប់ដល់អេរ៉ុននិងពួកកូនលោកឲ្យគេរក្សាខ្លួនចំពោះដង្វាយបរិសុទ្ធដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់អញដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយអញនេះជាព្រះយេហូវ៉ាឥឡូវយើងឈានមកដល់ករណីវត្ថុគរុភ័ណ្ឌដែលជាកម្មសិទ្ធិរបស់ព្រះវិហារនៃព្រះជាម្ចាស់ព្រះអង្គទាមទារឲ្យសង្ឃគ្រប់រូបមានវិន័យចេះញែកវត្ថុគរុភ័ណ្ឌនៅក្នុងព្រះវិហារឲ្យដាច់ពីវត្ថុប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងផ្ទះវត្ថុដែលប្រើនៅទីបរិសុទ្ធមិនត្រូវខ្ញុំនិយាយម្ដងទៀតមិនត្រូវយកទៅប្រើនៅតាមផ្ទះរបស់សង្ឃឡើយយើងជាសង្ឃត្រូវស្គាល់របស់ទាំងពីរនេះជាចាំបាច់ព្រះអង្គមិនអនុញ្ញាតឲ្យយកវត្ថុដែលប្រើនៅក្នុងដំណាក់ទ្រង់ទៅប្រើប្រាស់នៅក្នុងផ្ទះផ្ទាល់ខ្លួនឡើយត្រង់នេះខ្ញុំចង់និយាយចំពោះអ្នកដឹកនាំក្រុមជំនុំនីមួយៗក៏ដូចជាពួកអ្នកជឿដល់ព្រះយេស៊ូវគ្រប់រូបដែរលោកអ្នកបងប្អូនអើយព្រះជាម្ចាស់ហាម5មិនឲ្យយកអ្វីពីព្រះវិហារទៅប្រើនៅតាមផ្ទះជាដាច់ខាតបើហ៊ានបំពានច្បាប់ព្រះសេចក្តីហិនវិនាសមិនដេករលាវមកលើគ្រួសាររបស់លោកអ្នកឡើយខ3ចូលប្រាប់គេថាអ្នកណាក្នុងពូជឯងរាល់គ្នានៅអស់ទាំងតំណតរៀងទៅដែលជាប់មានសេចក្តីមិនស្អាតណាក៏ចូលមកឯដង្វាយបរិសុទ្ធដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ាអ្នកនោះនឹងត្រូវកាត់ចេញពីមុខអញទៅអញនេះជាព្រះយេហូវ៉ាអ៊ីស្រាអែលជនដែលទទួលនាទីធ្វើជាអ្នកដឹកនាំក្នុងក្រុមជំនុំមិនត្រូវមានកិរិយាស្មោកគ្រោកក្នុងប្រការណាឡើយបើអ៊ីស្រាអែលជនថ្នាក់ដឹកនាំណាដែលគេរកឃើញមានភ័ស្តុតាងគ្រប់គ្រាន់ថាបានប្រព្រឹត្តអំពើស្មោកគ្រោកណាមួយត្រូវដកជននោះចេញពីតួនាទីរបស់ខ្លួនជាប្រញាប់ព្រះបន្ទូលចែងថាបើសិនជាយើងរាល់គ្នាពិចារណាមើលក្នុងខ្លួនយើងនោះយើងមិនត្រូវជាប់ជំនុំជម្រះទេតែកាលណាយើងរាល់គ្នាត្រូវជាប់ជំនុំជម្រះនោះព្រះអម្ចាស់ទ្រង់វាយផ្ចាលយើងវិញដើម្បីកុំឲ្យយើងជាប់ទោសជាមួយនឹងលោកីនេះឡើយកូរិនថូសខ្សែទី1ចំពុក11ខ31ដល់ខ32ឥឡូវខ្ញុំអានខ4ដល់ខ9បើមនុស្សណាក្នុងពូជអេរ៉ុនកើតឃ្លុងឬហូរខ្ទុះនោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយដល់រាបដល់បានជាស្អាតសិនឯអ្នកណាដែលពលដល់មនុស្សដែលមិនស្អាតដោយសារខ្មោចស្លាប់ឬមនុស្សណាដែលទឹកកាមចេញពីខ្លួនឬអ្នកណាដែលពលដល់សត្វលូនវាណាដែលនាំឲ្យខ្លួនមិនស្អាតឬដល់មនុស្សណាដែលសេចក្តីមិនស្អាតរបស់អ្នកនោះឆ្លងមកលើខ្លួនបានទោះបីមានសេចក្តីមិនស្អាតយ៉ាងណាក៏ដោយអ្នកណាដែលពលមនុស្សយ៉ាងនោះនឹងត្រូវជាមិនស្អាតរហូតដល់ងាចហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយដល់រាបដល់បានងូតទឹកជាមុនសិនរួចកាលណាថ្ងៃលិចហើយនោះទើបបានស្អាតហើយនឹងបរិភោគរបស់បរិសុទ្ធបានត្បិតនោះជាអាហាររបស់ផងអ្នកនោះគេមិនត្រូវបរិភោគសត្វដែលស្លាប់ដោយខ្លួនឯងឬដែលសត្វអ្វីដែលបានហែកហួរជាការដែលនាំឲ្យខ្លួនមិនស្អាតនោះឡើយអញនេះជាព្រះយេហូវ៉ាដូច្នេះត្រូវរក្សាបញ្ញារបស់អញក្រែងគេធ្វើឲ្យបញ្ញានោះទៅជាអាប់អោនហើយគេក៏ជាប់មានបាបរួចត្រូវស្លាប់អញនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធពួកសង្ឃត្រូវមានទំនាក់ទំនងយ៉ាងបរិសុទ្ធជាមួយនឹងគ្រួសារខ្លួនជាមួយនឹងសង្គមទាំងរបររកស៊ីនិងទាំងអ្វីដែលមាននៅលើលោកនេះពួកសង្ឃត្រូវញែកខ្លួនជាបរិសុទ្ធសម្រាប់បម្រើដល់ព្រះជាម្ចាស់តែមួយមុខប៉ុណ្ណោះមិនតែប៉ុណ្ណោះពួកសង្ឃត្រូវធ្វើជាគំរូដល់ពួកបណ្ដាជនដែលលោកដឹកនាំខ10មិនត្រូវឲ្យអ្នកដទៃណាបរិភោគដង្វាយបរិសុទ្ធឡើយឯអ្នកណាដែលស្នាក់នៅផ្ទះសង្ឃឬអ្នកស៊ីឈ្នួលក៏មិនត្រូវបរិភោគដង្វាយបរិសុទ្ធនោះដែរមួយទៀតមុខនេតិរបស់ពួកសង្ឃត្រូវរក្សាឲ្យដំណាក់ព្រះមានលក្ខណៈបរិសុទ្ធជាទីបំផុតសាសដតីមិនមានសិទ្ធិធ្វើជាសង្ឃទេ
មានតែកូនលោកអរុនប៉ុណ្ណោះដែលមានសិទ្ធិចូលទៅបំពេញតួនាទីជាអ្នកបម្រើនៅក្នុងរោងអបោសុតឥឡូវនេះខ្ញុំអានខ11ដល់ខ13ប៉ុន្តែបើសង្ឃណាបានយកប្រាក់ទៅទិញបាវមកបាវនោះនឹងបរិភោគបានហើយអស់អ្នកណាដែលកើតនៅក្នុងផ្ទះនោះឯងគឺនឹងបរិភោគអាហាររបស់សង្ឃបានបើកូនស្រីរបស់សង្ឃណាបានយកប្តីជាអ្នកក្រៅនាងនោះមិនត្រូវបរិភោគដង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយតែបើកូនស្រីរបស់សង្ឃណាជាមីម៉ាយឬដែលប្តីលែងឥតមានកូនហើយបានត្រឡប់មកនៅផ្ទះឪពុកខ្លួនដោយការនៅកុំមុំវិញនាងនោះនឹងបរិភោគអាហាររបស់ឪពុកបានតែមិនត្រូវឲ្យអ្នកដទៃបរិភោគទេខខាងលើគ្រាន់តែបញ្ជាក់អំពីជនដែលមានសិទ្ធិបរិភោគដង្វាយដែលសង្ឃទទួលបានមកពីពួកបណ្ដាជនខ14ដល់ខ16បើអ្នកដទៃណាបរិភោគអ្វីពីដង្វាយបរិសុទ្ធដោយឥតដឹងត្រូវឲ្យអ្នកនោះសងរបស់បរិសុទ្ធដល់សង្ឃវិញព្រមទាំងថែម1ភាគក្នុង5ផងគេមិនត្រូវធ្វើដង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែលបានថ្វាយដល់ព្រះយេហូវ៉ាទៅជាអាប់អោនឡើយយ៉ាងនោះជាហេតុនាំឲ្យគេមានសេចក្តីទុច្ចរិតដែលនាំឲ្យមានទោសដោយបានបរិភោគដង្វាយបរិសុទ្ធរបស់គេដូច្នេះត្បិតអញនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធបើជនដែលគ្មានសិទ្ធិបរិភោគដង្វាយជ្រុលជាបរិភោគដង្វាយបរិសុទ្ធដោយមិនដឹងខ្លួនត្រូវសងបំណុល1គុណនឹង5ចំណុចនេះបញ្ជាក់ថាសង្ឃត្រូវទទួលខុសត្រូវខ្ពស់បំផុតដើម្បីរក្សាដំណាក់ព្រះឲ្យមានភាពបរិសុទ្ធជាទីបំផុតបច្ចុប្បន្នអ្នកមិនជឿដល់ព្រះជាម្ចាស់ទទួលឥទ្ធិពលអាក្រក់ពីកិរិយាស្មោកគ្រោករបស់សមាជិកក្រុមជំនុំពេលណាមានសមាជិកក្រុមជំនុំណាមួយប្រព្រឹត្តដោយមិនកោតខ្លាចដល់ព្រះជាម្ចាស់ព្រមទាំងមិនចេះញែករបស់បរិសុទ្ធចេញពីរបស់ល្អលោកីនឹងវាយតម្លៃដល់ក្រុមជំនុំរបស់ព្រះតាមហេតុដែលគេឃើញជាក់ស្ដែងខាងក្រោមនេះជាការពិចារណាពីដង្វាយរបស់បណ្ដាជនខ17ដល់ខ20ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់អេរ៉ុននិងពួកកូនលោកព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថាឲ្យអស់ទាំងអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែលឬក្នុងពួកអ្នកសំណាក់នៅជាមួយដែលគេនឹងថ្វាយដង្វាយរបស់ខ្លួនទោះជាដង្វាយលាបំណន់ឬដង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តីដែលគេនឹងនាំមកថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ានោះបើគេចង់ឲ្យទ្រង់ទទួលត្រូវឲ្យគេថ្វាយសត្វឈ្មោលដោយឥតខ្ចោះពីវងគោវងជៀមឬវងពពែក្តីតែសត្វណាដែលវិកលវិការនោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយឡើយត្បិតទ្រង់មិនទទួលសត្វយ៉ាងនោះស្នងឯងរាល់គ្នាទេខគម្ពីរខាងលើសម្ដែងអំពីក្បួនច្បាប់នានាដើម្បីឲ្យបណ្ដាជនយល់ថាដង្វាយប្រភេទណាដែលត្រូវយកមកថ្វាយដល់ព្រះជាម្ចាស់ដើម្បីឲ្យទ្រង់ទទួលសង្ឃមាននីតិជាអ្នកពិចារណាលើប្រភេទនៃដង្វាយដែលបណ្ដាជនយកមកថ្វាយច្បាប់នេះសម្រាប់បណ្ដាជនតែសង្ឃត្រូវយកច្បាប់នោះមកអនុវត្តឲ្យបានហ្មត់ចត់ដង្វាយគ្រប់ប្រភេទទៅមានលក្ខណៈឥតខ្ចោះជានិច្ចទើបព្រះជាម្ចាស់ទទួលដង្វាយឥតខ្ចោះគឺជាអង្គព្រះគ្រីស្ទដង្វាយអ្វីដែលទៀបជាងភាពឥតខ្ចោះគឺជាការវាយតម្លៃទៀបដល់ព្រះគ្រីស្ទហើយនឹងសេចក្តីតម្រូវដែលព្រះជាម្ចាស់ទាមទារចង់បានហើយឥឡូវនេះខ21ដល់ខ28ហើយអ្នកណាដែលថ្វាយយ៉ាញ់បូជាជាដង្វាយមេត្រីដល់ព្រះយេហូវ៉ាសម្រាប់លាបំណន់ឬជាដង្វាយដោយស្ម័គ្រពីចិត្តទោះបីគោឬជៀមក្តីសត្វនោះត្រូវតែបានពេញខ្នាតទើបទ្រង់ទទួលមិនត្រូវឲ្យមានវិកលវិការអ្វីឡើយឯសត្វដែលខ្វាក់បាក់ជើងកំបុតជើងឬកើតតម្បៅអង្គែឬមានកំមនោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឬថ្វាយជាដង្វាយដុតដល់ទ្រង់នៅលើអាសនៈឡើយបើគោឬជៀមមានអវយវៈខ្វះខាតមិនពេញលេញនោះឯងនឹងថ្វាយជាដង្វាយស្ម័គ្រចិត្តបានតែទ្រង់មិនទទួលសត្វនោះសម្រាប់ជាដង្វាយលាបំណន់ទេបើសត្វណាមានពងខូចឬខ្ទាំឬបែកឬក្រៀវនោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ាឡើយក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកឯងដែរមិនត្រូវឯងរាល់គ្នាទទួលសត្វណាយ៉ាងនោះពីអ្នកប្រទេសក្រៅសម្រាប់នឹងថ្វាយជាដង្វាយប្រស្ងោយរបស់ព្រះនៃឯងពីព្រោះសត្វយ៉ាងនោះមិនពេញខ្នាតទេគឺមានវិកលវិការហើយទ្រង់មិនទទួលស្នងនឹងឯងរាល់គ្នាឡើយព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាកាលណាកូនគោឬកូនជៀមឬកូនពពែកើតមកនោះត្រូវឲ្យនៅជាមួយនឹងមេអស់7ថ្ងៃរួចតាំងពីថ្ងៃទី8ទៅមុខនោះនឹងទទួលសម្រាប់ជាដង្វាយដុតថ្វាយព្រះយេហូវ៉ាបានតែទោះបើគោឬជៀមក្តីនោះមិនត្រូវសម្លាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេសត្វណាដែលកើតមកមានរូបសម្បត្តិមិនពេញលេញមិនត្រូវយកមកថ្វាយជាដង្វាយដល់ព្រះជាម្ចាស់ឡើយនៅក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់សពថ្ងៃអ្នកជឿចូលចិត្តយករបស់ដែលសល់ដែលអាក្រក់ដែលប្រើមិនកើត
ទៅថ្វាយដល់ព្រះជាម្ចាស់បើខោអាវគឺយកខោអាវរហែកស្អុយប្រើមិនកើតបើជាប្រាក់គឺយកលុយដែលរហែកផុយបើជាស្រូវគឺយកស្រូវណាដែលស្កកឬមានកណ្ដៀបបើជាមន់ជាទាជាគោគឺយកសត្វឈឺទៅថ្វាយដល់ព្រះជាម្ចាស់អូលោកអ្នកបងប្អូនលោកអ្នកមិនគួរធ្វើបាបខ្លួនឯងដោយយករបស់អាក្រក់ទៅថ្វាយព្រះជាម្ចាស់ឡើយព្រះអង្គមិនទទួលតង្វាយរបស់លោកអ្នកទេព្រះជាម្ចាស់មិនប្រទានពរដល់លោកអ្នកឡើយសូមលោកអ្នករៀនថ្វាយអ្វីដែលល្អបំផុតពេលវេលាដែលល្អបំផុតប្រកាសដែលល្អបំផុតដល់ព្រះជាម្ចាស់ធ្វើដូច្នេះទើបព្រះទទួលព្រមទាំងប្រទានពរដល់លោកអ្នកបងប្អូនដែលយកតង្វាយទៅថ្វាយដល់ទ្រង់ផងខ29ដល់ខ30បើកាលណាឯងរាល់គ្នាថ្វាយយ៉ាញ់បូជាទុកជាតង្វាយអរព្រគុណដល់ព្រះយេហូវ៉ានោះត្រូវថ្វាយបែបឲ្យទ្រង់បានទទួលឯងចុះរួចត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃនោះឯងមិនត្រូវទុកអ្វីឲ្យសល់នៅដល់ព្រឹកឡើយអញនេះជាព្រះយេហូវ៉ាតើតង្វាយអ្វីដែលជាតង្វាយដែលព្រះទទួលជាតង្វាយដែលត្រូវនឹងច្បាប់របស់ព្រះឯតង្វាយដែលយកមកថ្វាយដល់ព្រះជាម្ចាស់ត្រូវនាំគ្នាបរិភោគក្នុងដំណាក់របស់ទ្រង់ក្នុងថ្ងៃដែលថ្វាយមិនត្រូវទុកឲ្យតង្វាយផ្អូមឬស្អុយរលួយទើបយកមកបរិភោគទេក៏មិនត្រូវយកតង្វាយទៅបរិភោគនៅទីណាក្រៅពីដំណាក់របស់ទ្រង់ដែរខ31ដល់ខ33ដូច្នោះឯងរាល់គ្នាត្រូវកាន់អស់ទាំងបញ្ញត្តិរបស់អញហើយប្រព្រឹត្តតាមផងអញនេះជាព្រះយេហូវ៉ាមិនត្រូវឯងរាល់គ្នាបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយគឺដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានតម្កើងអញឡើងជាបរិសុទ្ធអញនេះគឺជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធហើយបាននាំឯងរាល់គ្នាចេញពីស្រុកអ៊ីស៊ីបមកដើម្បីឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នាអញនេះជាព្រះយេហូវ៉ាក្រុមអំណាmang công ca trời đuổi cho anh ngược gió mang cơn lại nhộn nhua về lưới bia con tu rùa đó kia run đỏ đó chạy ôm lại កម្មវិធីនេះផលិតឡើងដោយអង្គការ Transfer សហការជាមួយនឹង Through the Bible Network សូមលោកអ្នកបើកស្ដាប់កម្មវិធីនេះជាបន្តទៀតតាមប្រព័ន្ធព្រះគម្ពីររបស់យើងចំពោះព័ត៌មានផ្សេងៗសូមតាក់ទងយើងខ្ញុំតាមប្រអប់សម្បត្តិលេខ1143ភ្នំពេញឬទូរស័ព្ទមកកាន់លេខ02 75 86 74សូមអរគុណសូមព្រះប្រទានពរ